ได้สกุลទាំងអស់គ្នាបាទថ្ងៃនេះគឺគ្រូបានធ្វើកិច្ច4គូទៀតហើយបាទ4គូនេះគឺយើងបានបុកប្រទាលឲ្យរួចអស់ហើយប្រភេទប្រទាលនេះគឺយើងយកផ្កាប្រទាលសុតយកមកលាយជាមួយនឹងមើមឬប្រថេប្រទាល100មុខជាងទៀតហើយយកមកកិនចូលគ្នាហើយក៏យកមកសង្កត់ចេញទៅជាអដ្ឋានបាទនេះគឺអដ្ឋានគេហៅអដ្ឋានតណ្ហាអដ្ឋានសម្រាប់អដ្ឋានរួមមេត្រីអដ្ឋានរួមសេចក្តីស្រឡាញ់ឧមសម្រាប់មហាសម្រាប់ហ្នឹងសម្រាប់ទាំងចិត្តសម្រាប់ទាំងកាយសម្រាប់ទាំងអារម្មណ៍សម្រាប់ទាំងរាងកាយឲ្យដៃគូទាំងពីរនាក់រសាប់រសល់ផ្ទះតែងដេកមលក់បក់មកហើយអារម្មណ៍ស្រើបស្រាលនឹកទៅរូបគ្នារូបទៅនឹកតែរូបប្តីឬនឹកតែរូបប្រពន្ធទោះបីនៅចិត្តនៅឆ្ងាយគ្រូខាបគ្រូទាញគ្រូខាបអន្តងដួងចិត្តទាំងពីរនាក់ឲ្យរត់រកគ្នាពិធីកិច្ចនេះយើងមិនធ្វើចាក់ភ្លាមនឹងយកឲ្យកូនសិស្សភ្លាមណាបងប្អូនណានិងសិស្សគុណទាំងអស់គ្នាគឺយើងចាក់ហើយធ្វើយកទៅធ្វើពិធីកិច្ចមួយអាទិត្យទៀតបានយើងយកមកគ្រប់មួយអាទិត្យយើងដាស់ប្រសិទ្ធិនៃមន្តវិជាការស្នេហ៍ទាំងឡាយហើយបានយើងឲ្យទៅកូនសិស្សបានយកទៅកូនសិស្សទៅគោរពយកទៅអនុវត្តឲ្យបានដូចចិត្តដូចប្រាថ្នានៃកូនសិស្សចាប់ប៉ងប្រាថ្នាហ្នឹងណាបាទអញ្ចឹងគឺកូនសិស្សអ្នកដែលមានជំនឿជឿជាក់ទៅលើវត្ថុនេះគឺឲ្យទៅតាំងចិត្តឲ្យវត្ថុនេះគឺនាំឲ្យយើងមានឫទ្ធិមានអំណាចមានភាពមានចេស្តាហើយជួយកាត់ឆង់ទៀតហើយជួយរក្សាសុភមង្គលគ្រួសារមិនឲ្យមានបញ្ហាទេព្រោះយើងសាំងចេញពីផ្កាប្រទាលនិងប្រទាលជាប្រភេទដែលនាំនៅសិរីមង្គលហើយនាំលៀបនាំសំណាងអញ្ចឹងវាអត់មានប៉ះពាល់ដាក់រាសីហើយឲ្យមានបញ្ហាទាំងប្តីប្រពន្ធទេមានតែឲ្យស្រឡាញ់គ្នាមានតែឲ្យទាំងពីរនាក់ហ្នឹងស្រឡាញ់គ្នានៅជាមួយគ្នាអញ្ចឹងហេសគុណទាំងអស់គ្នាណា